យើងចូលធៀបថ្មីសម្រាប់ថ្ងៃនេះគឺយើងមាន app មួយចង់បង្ហាញអំពីរបៀបនៃការគណនាពន្ធប្រចាំឆ្នាំរបស់ឡានយើងឧទាហរណ៍មានដូចជាឡានដឹកទំនិញឡានទេសចរឡាន pick up បាទហើយជំហានបន្ទាប់គឺយើងទៅចូលទៅ download កម្មវិធីមួយសិនគឺយើងចូលនៅក្នុង App Store មកគឺសម្រាប់ Android ក៏មានដែរកម្មវិធីដូចគ្នាទេបាទចូល App Store បន្ទាប់មកយើង search ពីថា GDT min នេះហើយនេះបងប្អូន GDT min of transportation បាទនេះគឺកម្មវិធីនេះហើយនេះបាទនេះសារតែខ្ញុំ download រួចហើយសម្រាប់កម្មវិធីនេះគឺយើងមិនចាំបាច់ត្រូវការ log in ឬក៏ log out បង្កើត account អីទេគឺយើងគ្រាន់តែ download មកគឺយើងប្រើបានតែម្ដងបាទកុំឲ្យនៅយើងចូលទៅទស្សនាអស់នេះបន្តមកចុចពី open បាទសម្រាប់ពីរនេះគឺមួយគឺផ្លូវគោកមួយគឺផ្លូវទឹកបាទសម្រាប់ខ្ញុំគឺខ្ញុំទៅផ្លូវគោកបាទឆៃចំណុចបន្តគឺយើងមានដូចជារថយន្តទេសចររថយន្តដឹកទំនិញធុនតូច pick up ទ្វារ4បាទនេះរថយន្តដឹកទំនិញធុនតូច pick up ទ្វារ2រថយន្តដឹកទំនិញធុនធំរមាក់សណ្ដោងរថយន្តអ្នកដំណើរមធ្យោបាយធ្វើដំណើររថយន្តផ្សេងទៀតនេះសម្រាប់ខ្ញុំខ្ញុំដាក់រថយន្តទេសចរឧទាហរណ៍រថយន្តទេសចរកន្លែងនេះគឺយើងរើសឡានយើងយើងមិនមែនអគ្គិសនីនេះអគ្គិសនីនេះមិនមែនអគ្គិសនីហើយយើងដាក់ឆ្នាំផលិតឡានខ្ញុំ2004ចេះមកទំហំស៊ីឡាំងបាទទំហំស៊ីឡាំងបើសិនជាបងប្អូនមិនដឹងចំនួនទំហំស៊ីឡាំងគេហៅថាគូបទេយើងអាចចូលក្នុងមើលក្នុងកាតគ្រីទៅឃើញហើយមិនទំហំស៊ីឡាំងគេហៅថាម៉ាស៊ីន4ម៉ាស៊ីន6ទេណានេះគឺទំហំម៉ាស៊ីនបន្តថាឡានខ្ញុំគឺ330អញ្ចឹងវា3300 cc ចាបងប្អូនណាមើលកន្លែងហ្នឹងគេដាក់ cc ហើយតមកយើងគណនាពន្ធបាទត្រូវបង់ឆ្នាំនេះគឺ600000បាទឧទាហរណ៍គណនាម្ដងទៀតសម្រាប់ឡានដឹកទំនិញធុនតូចសម្រាប់ពួក pick up ពោះយន្តថ្មីគឺ5ឆ្នាំมันគេចុះពន្ធម្ដងហើយណាអញ្ចឹងឧទាហរណ៍យើងដាក់ថាឡានឆ្នាំ2023ចាស់បាទទំហំស៊ីឡាំង 3.2 Ford តាមសិនធំណាបាទ3000ដូចអត់ចាំហ្នឹងមើលកន្លែងនេះខ្ញុំសូមរំលងបងប្អូនសម្រាប់បងប្អូនដែលសិនជាមានឡានបងប្អូនខ្លួនឯងដាក់ខ្លួនឯងទៅហើយទំហំស៊ីឡាំងក៏បងប្អូនអាចដាក់ខ្លួនឯងបានមើលនៅក្នុងកាក់គ្រីដោយសារកន្លែងនេះខ្ញុំអត់ស្គាល់ទេបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូកុំភ្លេចជួយចុច Subscribe Channel អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេបាទអរគុណគ្រប់លា